Rướng thật cái chật chào đại bán ít buồn làng đòi lột bờ dù lấy nângชื้น các bị chân 1956 បានគូបញ្ជាក់ប្រកបទៅដោយសិល្បៈខ្ពស់ហើយសាមញ្ញនៅលក្ខណៈសារវ័នមួយនៃសង្គមខ្មែរក្នុងសម័យនោះដើម្បីឆ្លើយតបទៅនឹងតម្រូវការសិក្សាជាបន្ទាន់របស់សិស្សានុសិស្សយើងលើកយករឿងនេះមកអធិប្បាយដើម្បីងាយស្រួលក្នុងការប្រើប្រាស់ប៉ុន្តែយើងគួរដឹងថានៅក្នុងឆ្នាំ 1980 មុននឹងយកមកសម្ដែងតាមសំណុំពររបស់លោកពៅយូលេងបានយកវិញត្រង់អន្លើខ្លះដែលរឿងមិត្តអ្នកសិក្សាកំពុងតែស្ដាប់នេះគឺជារឿងដែលអ្នកនិពន្ធបានកែលម្អរួចនោះឯងក្នុងការផលិតសៀវភៅនេះឡើងវិញយើងបានរក្សាខ្លឹមសាររឿងការកាត់កងឆាកតាមលំនាំរបស់អ្នកនិពន្ធទាំងស្រុងប៉ុន្តែយើងគ្រាន់តែលម្អអក្ខរាវិរុទ្ធខ្លះដើម្បីឲ្យមានឯកភាពគ្នារវាងសៀវភៅសិក្សាម្យ៉ាងទៀតដើម្បីកុំឲ្យមានលក្ខណៈកាលពីឆ្នាំ 1956 ផងយើងក៏សម្រេចយកពាក្យរាជការមកប្រើជំនួសពាក្យរដ្ឋការវិញយើងត្រៀមចាំទទួលការរិះគន់ស្ថាបនាពីមិត្តអ្នកសិក្សាគ្រប់ពេលវេលាដោយសេចក្តីសោមនស្សរីករាយសូមថ្លែងអំណរគុណចំពោះនាយកដ្ឋានសិល្បៈក្រសួងឃោសនាការនិងវប្បធម៌ដែលបានផ្តល់ឯកសាររឿងថៃកែចិត្តចោលនេះជាគុណប្រយោជន៍ដល់សិស្សានុសិស្សពីវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រក្រសួងអប់រំភ្នំពេញថ្ងៃទី 18 ខែតុលាឆ្នាំ 1989 រឿងថៃកែចិត្តចោលតួអង្គរួមមាននីផានិតអាយុ 17 ឆ្នាំធ្វើការក្នុងហាងឡានពួកខំអាយុពាក់កណ្ដាលមនុស្សតែកង់ឡានថៅកែឡាននាងយ៉ានប្រពន្ធពួកខំសុកជាកម្មករមានជាកម្មករគង់ជាកម្មករត្រីក៏ជាកម្មករពួកក្រុមនគរបាល3នាក់រឿងនេះប្រឌិតមានឡើងនៅទីក្រុងភ្នំពេញឆាកទី 1 ផានិតនិងតៃកុងគេឃើញផានិតនៅក្នុងរាងស្គមកំពុងតែកត់ត្រាចុះដាក់បញ្ជីសៀវភៅធំមួយទៅពូហំចំណាស់ពាក់កណ្ដាលមនុស្សដែលចូលមកលោបជនទាំងពីរឃើញគ្នាសម្លឹងគ្នាយូរបន្តិចទើបពូហំនិយាយលោកក្មួយមានរឿងអ្វីបានជាមើលពូតាំងពីក្បាលដល់ចុងជើងហាក់ដូចជាយើងមិនដែលស្គាល់គ្នាអញ្ចឹងក្រែងពូក្រែងឡានពូណែថៅកែនៅនឹងឬទេចេញបាត់តាំងពីព្រឹកម្លេះយីថ្មម៉ានទៅគាត់ត្រឡប់មកវិញពូមានរឿងប្រញាប់ជាមួយនឹងគាត់ផងមើលទៅបន្តិចទៀតបានគាត់នឹងអញ្ជើញមកវិញហើយចុះពួកអាដែងអស់នោះកំពុងតែរៀបចំធ្វើឡានអាផាហ្គូរីទៅមើលពួកអាដែងអស់នោះមួយព្រែសិនដើររួចក៏ទុចវិញហ៎ណាហើយកុំឲ្យវាឃើញមុខនាំតាប្របាក់ចិត្តទេអញ្ជើញអង្គុយសិនទៅពូហំក៏ធ្វើតាមខ្ញុំឡើងទៅផ្ទះសិនផានិតក៏ដើរយ៉ាងលឿនចេញពីទីនោះហាក់ដូចជាខ្លាចមិនហ៊ានអង្គុយជាមួយតៃកុងលោកក្មួយកុំទៅណាអង្គុយនៅទីនេះហើយឲ្យបាន2នាក់គ្រាន់បានជាគ្នាផានិតក៏ត្រឡប់មកអង្គុយវិញតែធ្វើជាបើកសៀវភៅធ្វើការតែកងឡានជក់ខ្លះហួចខ្លះច្រៀងខ្លះទៅនិយាយថាយីចំតែម្ដងហើយថាកែទៅណាក៏ក្រមកម្លេះលោកក្មួយមានឮអ្នកណាគេនិយាយថាអ្វីពីខ្ញុំទេនេះឮគេនិយាយតែរឿងនោះរឿងស្អីរឿងនោះរឿងពីម្សិលនោះណាថាលោកបើកឡានទៅជុលឡានអងប៉ាងហុងលីស្លាប់មនុស្សអស់3នាក់និងមានរបួសជាច្រើនហើយរួចដូចម្ដេចទៀតលោកថាពូរត់បាត់ឥឡូវរាជការប្រកាសឲ្យគេរកចាប់ខ្លួនមានទាំងផ្សាយតាមវិទ្យុផងថាបើនរណាឃើញរូបលោកពូឲ្យទៅជម្រាបរាជការហើយចុះពួកឯងមកធ្វើអីកន្លែងនេះតិចគិញមករកមើលមិនមិនកិច្ចឲ្យបាត់ខ្លួនទៅមកតែនឹងកិច្ចហើយតែធ្វើដូចម្ដេចឲ្យបានជួបថៅកែបើកលុយសិនប្រាក់ខែបន្តិចបន្តួចពូហើយកុំស្ដាយទៅតិចមានគ្រោះថ្នាក់ធំបើលោកពូត្រូវការលុយធ្វើសហួយខ្លាំងខ្ញុំជូនខ្លះបានផានិតហូតកាបូបចង់រាប់លុយឲ្យតែកងខ្លះពូហំរៀដៃមិនព្រមទទួលលុយទុកចាយចុះលោកក្មួយពូមានហើយលោកក្មួយឯងមុននឹងមកធ្វើការនៅទីនេះនៅឯណាពីមុននៅរៀនវិទ្យាល័យស៊ីសវ័តខ្ញុំបានខំណាស់ដែរ
តែប្រឡងចេះតែធ្លាក់ឥឡូវមិនចង់ត្រឡប់ទៅស្រុកសោះព្រោះខ្មាស់គេក៏មកសុំធ្វើការនៅទីនេះយកលុយរៀនឈ្នួលយប់ទៀតក្មួយឯងអាយុប្រមាណហើយចូលឆ្នាំថ្មីនេះទៀតបាន17ឆ្នាំហើយអូយនៅក្មេងណាស់គ្មានទាន់បានដឹងរឿងកន្លុកកន្លៀតជីវិតបន្តិចសោះពូមកនេះមកបើកលុយរង្វាន់មិនមែនមកបើកប្រាក់ខែទេប្រាក់ខែបើកចាយអស់មួយខែមុនស្រេចទៅហើយរង្វាន់ដោយលោកពូបានធ្វើការយូរណាស់មកហើយឬខ្ញុំបើធ្វើការយូរទៅតែកែថានឹងឲ្យរង្វាន់ខ្ញុំដែរគឺប្រាក់ចំណេញដែលត្រូវចែកគ្នាតាមភាគរយនោះឬរង្វាន់នោះឬគ្រាន់តែនិយាយតែគេមិនដែលចែកទេរង្វាន់ពូគឺរង្វាន់ក្តៅគឺថៅកែណាដែលជាអ្នកបញ្ចេះឲ្យពូបុកឡានអាងហុងលីឲ្យវាមានគ្រោះថ្នាក់គេលែងហ៊ានជិះទៀតគេមកជិះតែឡានយើងហើយថៅកែសន្យាថាបើពូធ្វើបានណាគាត់នឹងឲ្យរង្វាន់ពូ10000រៀលរឿងនេះជារឿងស្ងាត់កុំនិយាយឲ្យសោះណាយីពូអញ្ចឹងម្សិលមិញគឺពូបុកឡានវាដោយចេតនាតែម្ដងនឹងហើយដាក់អា1ម៉ោង100តនអាឯងប្រឡែងចំកណ្ដាលឆ្អឹងជំនីយីពូហ៊ានធ្វើអញ្ចឹងមិនហ៊ានឯណា10000រៀលណាហើយចុះមានអ្នកជិះបានស្លាប់ដោយពួកឯងបុកឡាននោះពួកនោះវាសយវាអាយុវាអស់អ្នកណាដឹងធ្វើម៉េចចុះឥឡូវបើរាជការគេមករកចាប់ពួកឯងឲ្យតែបាន10000កិច្ចប្រើឥឡូវហ្នឹងយូរភ្លេចខ្លួនបន្លំផ្លាស់ឈ្មោះមកវិញដដែលហើយម្យ៉ាងទៀតថៅកែគាត់សន្យាថាគាត់ជួយគិតគូរគេឯងរឿងអ្វីតែមានលុយហើយវាមិនដែលទៅជាធំរួចទេខ្ញុំបើថៅកែប្រើបែបនេះទុកជាឲ្យលុយយ៉ាងណាក៏មិនហ៊ានដែរចុះបើក្មួយធ្វើការរាជការនិយាយឲ្យត្រង់ណាតើលោកក្មួយហ៊ានស៊ីសំណូកឬទេនិយាយឲ្យត្រង់ណាខ្ញុំមិនហ៊ានថាទេឃើញទេរឿងស៊ីសំណូកនិងរឿងបែបពូនេះមិនខុសគ្នាប្រមាណទេពួកឯងសម្លាប់គេទាំងរស់ណាចុះស៊ីសំណូកមិនកាច់កគេទាំងរស់ទេអាចុះបំបត្តិលុយរាជការមិនកាច់កគេទាំងរស់ទេចុះអាអ្នករកស៊ីបំបត្តិគេគ្រប់យ៉ាងនោះមិនកាច់កគេទាំងរស់ទេអោបធោហើយខ្ញុំយ៉ាងណាក៏មិនហ៊ានដែរទុកជាគេឲ្យប្រមាណក៏មិនហ៊ានសម្លាប់មនុស្សដែរហើយកុំអារោគបធោបើមិនសម្លាប់គេមានតែទុកឲ្យគ្នាឯងនឹងស្លាប់ឯងក្មួយរើសមើលយកមួយណាខ្ញុំមិនយល់ទេពូពួកឯងចង់ថាដូចម្ដេចអំបញ្ញមិញហ្នឹងថាបើមិនដាច់ចិត្តសម្លាប់គេតោងតែគ្នាឯងស្លាប់តើគ្នាឯងស្លាប់ក្មួយឯងធ្វើដូចម្ដេចហើយមិនបានអញ្ចឹងពូត្រូវការលុយ10000គ្មាន10000ប្រពន្ធពូងាប់ឈឺដើមទ្រូងក្អកខេះត្រូវការសម្រាប់មិនធ្វើការតើបានអ្វីស៊ីទៅពេទ្យឲ្យសម្បត្តិទិញថ្នាំចាក់ពូគ្មានលុយទិញថ្នាំធ្វើដូចម្ដេចទុកឲ្យប្រពន្ធពូស្លាប់ឬកូនស្រីពូប្រឡងជាប់ចូលអនុវិទ្យាល័យនារីសាលាតម្រូវឲ្យទិញសម្ពុតអាវសៀវភៅមុងតាមរបៀបគេមិនទិញឲ្យកូនខាត់រៀនល្ងងដោយពូទៀតធំឡើងវេទនាប្រឡោះហើយត្រូវពូនេះហ៊ានបដូរឲ្យកូនបានចំណេះនឹងគេទើបដោះបញ្ហានេះឲ្យបានស្រេចខំវល់តែដដែលនៅតែល្ងងព្រោះហេតុតែក្រគឺនៅតែក្រព្រោះហេតុល្ងងម្ល៉េះហើយប្រថុយធ្វើដូច្នេះឲ្យតែបានលុយនិងបានចំណេះទៅម្ដាយពូគាត់ក៏ចាស់ហើយគាត់ចង់ធ្វើបុណ្យមុននឹងគាត់អនិច្ចកម្មទៅគាត់សុំលុយពូឲ្យពូធ្វើដូចម្ដេចមិនឲ្យគាត់ធ្វើបុណ្យធ្វើទានហាក់ដូចជាធ្វើតនកម្មសម្រាប់គាត់អញ្ចឹងពូយកលុយក្តៅក្រហាយទៅជូនគាត់យកទៅធ្វើបុណ្យក្រែងមិនបានបុណ្យទេណាបានឬមិនបានទុកមួយឡែកសិនធ្វើដូចម្ដេចឲ្យតែបានម៉ែនោះគាត់ស្រួលចិត្តដែលថាអញនេះវាមានលុយធ្វើបុណ្យនឹងគេដែរស្រុកឥឡូវគឺអញ្ចឹងគេកាប់ជ្រូកធ្វើបុណ្យគេស៊ីសំណូកធ្វើបុណ្យឬក៏គេធ្វើបុណ្យដើម្បីមានផ្លូវរកស៊ីគេសំពះព្រះសង្ឃគឺដើម្បីឲ្យគេស្រឡាញ់ផានិតគ្រូវិក្បាលឲ្យហួសចិត្តលោកក្មួយគ្រូវិក្បាលហួសចិត្តនេះហើយជីវិតពិតដែលមិនមែនជាជីវិតតែពាក្យសម្ដីតែក្បួនខ្នាតបានថា
សរុបសេចក្តីឃើញថាពូត្រូវតែប្រថុយឲ្យបាន 10000 រៀលសិនពូគិតស្រេចយូរណាស់មកហើយពូលបងស្រាយរឿងនេះតាមវិធីច្រើនណាស់ហើយតែនៅតែមិនរួចបានជាសល់ផ្លូវមួយនឹងទើបប្រថុយទទួលថៅកែគាត់ត្រូវការស្រាប់ផងចាំអីនឹងលេងមួយចានដើម្បីកសាងជីវិតវងត្រកូលអើយខ្ញុំឈប់លឺឈប់ឆ្លើយឈប់ដឹងហើយក៏ដើរចូលមកអង្គុយកើតមកជាមនុស្សហើយក្មួយមិនអាចឈប់លឺឈប់ឆ្លើយឈប់ដឹងបានទេច្បាប់ជីវិតបង្ខំឲ្យក្មួយឯងដោះស្រាយរឿងដែលមានចោតរាល់ថ្ងៃបើក្មួយគិតមិនដោះស្រាយគឺក្មួយព្រមទទួលងាប់ជាមុនហើយស្រេចខ្ញុំនឹកថាខ្ញុំហើយជាមនុស្សអាប់អបជាងគេកុំព្រាយឪពុកម្ដាយនៅជាមួយមាមីងគេជាអ្នកមានគេធ្វើបាបគ្រប់យ៉ាងរកតែរៀនដោយចិត្តស្ងប់មិនបានគេប្រើឆ្វេងប្រើស្ដាំផ្គប់យ៉ាងដូចម្ដេចក៏មិនត្រូវខ្មោចចេញខ្មោចចូលនិយាយតែពីមានពីសបាយផ្ទុយនឹងខ្ញុំដែលក្រមានមនុស្សវេទនាជាងក្មួយជាងមាច្រើនណាស់ទៅទៀតលោកក្មួយមានមនុស្សច្រើនបានព្រឹកខ្វះល្ងាចគ្មានអ្វីវាន់គ្មានដំបូលជ្រោករស់ដោយសារលក់កម្លាំងប្រចាំថ្ងៃលោតែឈឺដេកចាំតែងាប់ទេជនទាំងអស់នោះគេប្រៀបបានទៅនឹងសត្វដែលកើតមកគេទុកឲ្យយើងរស់គ្រាន់តែសម្រាប់ការផ្ដល់ផលឲ្យទៅជនមួយចំពោះទៀតដែលកើតមកចាំតែទទួលផលស្រាប់ដោយមិនចាំបាច់ធ្វើការឬដោយធ្វើការតែបន្លំមួយថ្ងៃគិតតែប្រើស្និតបោករាប់មិនអស់នេះហើយសង្គមសក្តិភូមិគ្មានរបៀបបណ្ដោយមនុស្សប្រយុទ្ធគ្នាតាមចិត្តប្រកាសប្រចាក់គ្នាបោកបន្លំគ្នាលួចបន្លំគ្នាកេងប្រវាញ់គ្នារហូតដល់ច្បាំងគ្នាដើម្បីតែម្យ៉ាងគឺដើម្បីរស់ទៅតាមសេចក្តីលោភមិនចេះឆ្អែតនេះហើយសង្គមពុករលួយដែលអ្នកប្រសពចេះតែសប្បាយនៅចំពោះមុខមនុស្សភាគច្រើនដែលវេទនាគឺរឿងរស់នេះហើយសង្គមនៃទុនមនុស្សចេះជន់មនុស្សព្រោះពួកអ្នកឈ្នះចេះរៀបចំគ្នាដើម្បីសង្កត់ពួកអ្នកចាញ់ឲ្យធ្វើការបង្កើនផលឲ្យខ្លួនរស់បានស្រួលក្មួយបានរៀនក្មួយចេះរកពាក្យចំថាបានពួកឯងនឹងក៏សម្រាប់គេដើម្បីរស់ដែរពូមានចង់ឯណាក្មួយតែជីវិតវាបង្ខំពូតាដូចពូបានជម្រាបក្មួយរួចមកហើយស្រាប់ថាកែហ្នឹងបង្ខំពូឯងថាដូចនេះក៏បានតែជនណាបង្ខំតាកែអ្នកណាលោភលន់ចង់មានតែឯងហួសពេកត្រូវហើយថាកែគាត់ហ៊ានលោភព្រោះគ្មានច្បាប់ណាមកកម្រិតសេចក្តីលោភគាត់សោះដល់ចង់មានបានហួសកម្លាំងគាត់យកទឹកលុយទៅទិញកម្លាំងគេហើយដោយសារកម្លាំងគេនេះសម្បត្តិគាត់ក៏កើនឡើងយូរទៅគាត់ទិញខ្មែរទាំងអស់មកប្រើពិតមែនហើយចុះផ្លូវដោះស្រាយកុំមាត់ឮសូរសំឡេង Mercedes ថាកែមកហើយនោះថាកែមែនលោកក្មួយខ្ញុំលាលោកក្មួយឲ្យហើយណាព្រោះតែបានលុយ 10000 ច្រៃខ្នឹងឲ្យខ្ញុំចុះខ្ញុំមកពូឲ្យទៅណាអង្គុយបោកលេខហើយសង្វេគរឿងសង្គមតទៅទៀតចុះពួកឯងពួនត្រង់នេះសិនទៅក្រែងតែកែគេឃើញគេបើកឡានចេញគេចទៅណាទៀតក្មួយថានេះសមមួយយ៉ាងដែរតែកុំក៏ពួនបន្តិចសិន